សេចក្តីល្អដែលញាតិញោមបងប្អូនប្រុសស្រីបានបំពេញគ្រប់កាលទាំងពួងហ្នឹងគឺជាសម្បត្តិរបស់យើងភាសាខ្មែរយើងគេថាចោលលួចមិនបានណាញាតិញោមទ្រព្យសម្បត្តិហ្នឹងគឺចោលលួចមិនបានទេទៅដល់កន្លែងណាគឺមិនមានអ្នកណាលួចឆក់ប្លន់បានទេគឺបុណ្យរបស់ញាតិញោមបងប្អូនប្រុសស្រីគ្រប់គ្នាហើយបុណ្យកុសលហ្នឹងក៏មិនមែនប្រកាន់ទីកន្លែងដែរញាតិញោមគឺកន្លែងណាក៏យើងត្រូវការធ្វើនៅសេចក្តីល្អហ្នឹងបុណ្យគឺសេចក្តីល្អនេះឯងកុំឲ្យញាតិញោមថាលុះត្រាតែទៅធ្វើបុណ្យនៅកន្លែងនេះបានបុណ្យច្រើនទៅកន្លែងនោះបានបុណ្យច្រើនអត់ទេណាបុណ្យគឺនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងសេចក្តីល្អដែលយើងធ្វើគ្រប់ពេលទាំងពួងនៅក្នុងជីវិតហ្នឹងជាមួយក្រុមគ្រួសារជាមួយបងប្អូនជាមួយអីហ្នឹងឲ្យតែជាសេចក្តីល្អដែលកើតឡើងតាមផ្លូវកាយតាមផ្លូវវាចាតាមផ្លូវចិត្តគឺសុទ្ធតែបុណ្យហើយញោមគឺសុទ្ធតែបុណ្យហើយបើញោមបងប្អូនប្រុសស្រីបើកភ្នែកឡើងបចោលគ្នាហ្នឹងបាបណាបើកភ្នែកឡើងទៅចានឆ្នាំងអីល្អូរទាំជាបតិចផ្ដាសាគ្នាអាហ្នឹងបាបហើយអត់បុណ្យទេអត់នាំចម្រើនទេតែបើសិនជាយើងបើកភ្នែកឡើងយើងមានសេចក្តីអត់ធ្មត់បំពេញតួនាទីរបស់យើងត្រូវធ្វើអីខ្លះដាំស្លខ្លះទៅបោសជូតខ្លះទៅសម្អាតទៅតាមអ្វីដែលយើងអាចធ្វើបានទៅដោយមានការអត់ធ្មត់និងមានសេចក្តីស្រឡាញ់នៅក្នុងហ្នឹងគឺមេត្តាញាតិញោមបានបុណ្យណាអាហ្នឹងគឺបុណ្យហើយញាតិញោមមិនចាំបាច់ចេញពីផ្ទះក៏ញោមបានបុណ្យស្រេចគឺភាពអត់ធ្មត់នេះមួយសេចក្តីស្រឡាញ់ដែលលោកហៅថាមេត្តាហ្នឹងគឺលាងចានក្តីធ្វើម្ហូបអាហារក្តីឲ្យមានសេចក្តីស្រឡាញ់នៅក្នុងហ្នឹងតាហូបទៅឲ្យវាឆ្ងាញ់ចាប់មាត់ចឹងទៅណាហើយអ្នកដែលបានប្រើប្រាស់ចានក្តីឆ្នាំងក្តីឲ្យមានអនាម័យល្អអាហ្នឹងគឺសុទ្ធតែជាបុណ្យដែលនាំឲ្យបាននៅសេចក្តីសុខអញ្ចឹងគឺសេចក្តីសុខដែលកើតឡើងអំពីការកសាងនៅសេចក្តីល្អហ្នឹងគឺបានយូរអង្វែងណាស់មិនមែនសម្រាប់តែនៅក្នុងបច្ចុប្បន្នជាតិនេះទេគឺគ្រប់ជាតិទាំងអស់យើងមានសេចក្តីល្អនៅជាមួយយើងបុណ្យនៅជាមួយយើងរហូតពិធីបុណ្យភ្ជុំបិណ្ឌក្តីចូលឆ្នាំក្តីពិធីផ្សេងក្តីគឺគ្រាន់តែជាពិធីឯងទៅតាមជាតិសាសន៍នីមួយដែលគេធ្វើណាប៉ុន្តែតាមមេគារបស់ពុទ្ធសាសនាគឺសេចក្តីល្អបុណ្យគឺយើងត្រូវបំពេញរាល់ថ្ងៃសិលត្រូវមានរាល់ថ្ងៃណាញាតិញោមហ្នឹងហើយពិធីថាតាមដេគុណគឺជាពិធីដែលយើងត្រូវថាតាមនៅក្នុងពិធីបុណ្យមួយប៉ុន្តែមេគាជីវិតដែលនាំឲ្យយើងបាននៅសេចក្តីសុខពិតប្រាកដគឺញោមត្រូវធ្វើរាល់ថ្ងៃត្រូវបំពេញរាល់ថ្ងៃញោមត្រូវអត់ធ្មត់ជាមួយយាយយ៉ាងម៉េចជាមួយតាយ៉ាងម៉េចអាហ្នឹងបុណ្យកើតនៅពេលហ្នឹងហើយធម៌ដែលមានប្រសិទ្ធភាពគឺនៅពេលដែលយាយដាក់មួយម៉ាត់តាមកវិញអត់ណាតាដាក់មួយម៉ាត់ទៅយាយមកវិញអត់អាហ្នឹងធម៌មានប្រសិទ្ធភាពនៅពេលហ្នឹងឃើញណាតើមកទៅមាត់ឬក៏មកទាំងជើងទាំងដៃណាបើសិនជាមកទៅមាត់ហើយមកទាំងជើងទាំងដៃទៀតអាហ្នឹងធម៌លែងមានប្រសិទ្ធភាពហើយណាដោយខន្តីអញ្ចឹងញោមអត់ធ្មត់ខន្តីបកាយគ្នាចុះឡើងចូលឡើងដៃជើងខ្លះអីខ្លះឧទាហរណ៍ថាដូចបញ្ហាដែលកើតឡើងរវាងប្រទេសជិតខាងយើងអញ្ចឹងទាំងពីរប្រទេសហ្នឹងសុទ្ធតែជាប្រទេសដែលកាន់ពុទ្ធសាសនាដូចគ្នាហើយទៅកន្លែងណាក៏ញោមឮសំឡេងពធដែរមែនទេក៏ឮសំឡេងសិល5នៅទីនោះបនតូចបនធំគឺឮតបាណាតិបាតាវេរមណីអតនេទានាវេរមណីឃើញទេដល់ពេលដាច់សិលដាច់អីគេដាច់ហ្នឹងឯងមានអ្នកណាគោរពមានអ្នកណាប្រតិបត្តិសិលអត់មានណាអាត្មាមិនដឹងថាខាងណាខាងណីទាំងអស់ទៅគ្នាហ្នឹងឯងណាអាពុទ្ធពោកុហកក៏នៅក្នុងណាញាតិញោមគិតមើលអញ្ចឹងគឺសិក្ខាបទទាំងអស់សិលទាំងអស់ដែលថាដែលអាចមានប្រសិទ្ធភាព
នាំមកនៅសេចក្តីសុខឲ្យយើងទាំងអស់គ្នាបានគឺយើងត្រូវប្រតិបត្តិដោយខ្លួនឯងអនុវត្តដោយខ្លួនឯងណាហើយសេចក្តីល្អដែលយើងប្រតិបត្តិធ្វើរាល់ថ្ងៃហ្នឹងយើងក៏អាចចែករំលែកទៅដល់អ្នកដទៃបានដែរយើងផ្សាយនៅសេចក្តីល្អហ្នឹងដល់គេបើយើងខ្លួនយើងបាននៅសេចក្តីសុខអ្នកដទៃអត់រងទុក្ខទេមែនណាញោមអត់រងទុក្ខទេយើងអត់មានទៅសាងអំពើបាបកម្មណាមួយដល់អ្នកដទៃទេបានសុខទាំងខ្លួនយើងបានសុខទាំងអ្នកដទៃទៀតហ្នឹងហើយដែលហៅថាបុណ្យហ្នឹងអញ្ចឹងណាញាតិញោមអញ្ចឹងគឺរួមគ្នាសាងនៅសេចក្តីសុខទាំងអស់គ្នានឹងទៅយើងបាននៅសេចក្តីសុខយើងខ្លួនយើងត្រូវសាងនៅសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តរាល់ថ្ងៃនេះញាតិញោមសេចក្តីសុខផ្លូវកាយញាតិញោមមានច្រើននៅសេចក្តីសុខផ្លូវចិត្តទៀតសេចក្តីសុខផ្លូវចិត្តញាតិញោមមើលអត់ឃើញទេបងសំបីតែគ្រូពេទ្យបកែយ៉ាងណាក៏មើលសុខហើយនឹងຕົកតាមផ្លូវខួរក្បាលអត់បានទេអត់ឃើញទេចង្ការញោមដេកមិនលក់ទៅរកពេទ្យថាអត់មានកើតអីញោមគិតមើលពេទ្យគេថាណែឯងអត់មានកើតអីទេឈាមឡើងដល់ពេលពិនិត្យសម្ពាធឈាមអីចង្វាក់បេះដូងអីធម្មតាទាំងអស់ប៉ុន្តែហេតុអីបានឈាមឡើងគឺមកពីនេះសតិអារម្មណ៍របស់យើងណាមកពីសតិអារម្មណ៍របស់យើងញោមខ្វល់ពីអីខ្លះញោមគិតពីអីខ្លះបារម្ភពីអីខ្លះបារម្ភពីតាទៅខ្មែរម្នាក់ឯងណាបារម្ភពីអីទៅណាមិនមកទេតាទៅតែឯងផងដឹងបានអីហូបទេហ្នឹងកើតជំងឺបារម្ភណាដល់ពេលដេកមិនលក់អីមិនលក់មួយថ្ងៃពីរថ្ងៃទៅរកពេទ្យហើយពេទ្យរកមិនឃើញញោមរកមិនឃើញទេបងគឺការគិតរបស់យើងណាអញ្ចឹងគឺញោមត្រូវរៀនទៀតត្រូវរៀនពីថ្នាំសម្រាប់លេបបំបត្តិនៅជំងឺទឹកចិត្តហ្នឹងហើយកាត់បន្ថយការបារម្ភហ្នឹងគឺយើងត្រូវការប្រើថ្នាំទៀតណាថ្នាំគឺការអប់រំចិត្តនេះឯងញាតិញោមពេទ្យជួយយើងអត់បានទេព្រោះចិត្តពេទ្យគេជួយយើងបានដាក់ថ្នាំបើញោមរវើរវាច្រើនគេដាក់ថ្នាំមានបានមកវិញទេញោមហ្នឹងហើយអត់បានទេណាញោមសម្រានមួយលុកគេឲ្យថ្នាំមួយគ្រាប់មកគ្រាប់ជា2គ្រាប់ជា3គ្រាប់យូរយូរញោមខ្សោយហ្នឹងហើយអញ្ចឹងណាអញ្ចឹងគឺនៅក្នុងទីនេះខ្ញុំអាត្មាភាពក៏ដូចជាញាតិញោមបងប្អូនប្រុសស្រីទាំងអស់ណាយើងរលឹកនឹកឃើញនៅញាតិរបស់យើងណាទោះបីជាញាតិហ្នឹងគាត់ធ្វើដំណើរទៅយូរហើយប៉ុណ្ណាក៏កុំឲ្យភ្លេចបងហើយមួយទៀតរឿងរ៉ាវតែកុំឲ្យភ្លេចហ្នឹងគឺកុំឲ្យភ្លេចខ្លួនឯងបងត្រូវសាងនៅសេចក្តីល្អសម្រាប់ខ្លួនឯងហ្នឹងឲ្យបានច្រើនបងណាយើងមិនរំពឹងថាគេនឹកឃើញយើងឬក៏មិននឹកឃើញទេណាញាតិញោមប៉ុន្តែយើងត្រូវមានសម្បត្តិសម្រាប់ខ្លួនយើងជាប់ជានិច្ចណាមិនដឹងថាមួយឆ្នាំគេនឹកឃើញឈ្មោះយើងហើយសូមឲ្យប៉ាសូមឲ្យម៉ាក់សូមឲ្យញាតិសូមឲ្យបងសូមឲ្យប្អូនអនុមោទនាយកនៅបុណ្យកុសលដែលខ្ញុំបានធ្វើនៅក្នុងថ្ងៃនេះណាយើងមិនរំពឹងទេញាតិញោមកុំរំពឹងណាញាតិញោមត្រូវវិច្ចស្ពាយនៅសម្បត្តិសម្រាប់ខ្លួនយើងរៀងខ្លួនឋានប្រែតក្តីឋានទេវតាក្តីឋានដតីទៀតក្តីគឺត្រូវការហូបចុកដូចគ្នាណាញាតិញោមហ្នឹងហើយត្រូវការសម្បត្តិដូច្នេះយើងត្រូវវិច្ចសម្បត្តិរបស់យើងឲ្យបានច្រើនរៀងខ្លួនអញ្ចឹងសូមអនុមោទនា